សូមស្វាគមន៍មិត្តទាំងអស់គ្នាឡើងវិញមកកាន់ Channel នេះថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តអំពីវិធីចុះឈ្មោះបង្កើតកន្នីលើបណ្ដាញ OKUS ហើយក៏ខែកឬការផ្ទៀងផ្ទាត់អត្តសញ្ញាណលើបណ្ដាញ OKUS ដោយរបៀបលឿនបំផុតលម្អិតបំផុតនិងងាយស្រួលបំផុតដូច្នេះសូមមិត្តមើលវីដេអូនេះឲ្យចប់ដើម្បីអាចយល់ដឹងបានពេញលេញខ្ញុំនឹងបង្ហាញមិត្តអំពីវិធីប្រើប្រាស់ទាំងលើទូរស័ព្ទដៃក៏អាចចុះឈ្មោះបានហើយប្រើលើកុំព្យូទ័រក៏អាចចុះឈ្មោះបានដែរដូច្នេះជាដំណាក់កាលដំបូងសូមមិត្តចុចទៅលើដុំភ្ជាប់ខាងក្រោមនៅក្នុងផ្នែកពិព័រណ៍នៃវីដេអូនេះសូមមិត្តយកចិត្តទុកដាក់ថាសូមប្រាកដថាបានចុចលើដុំភ្ជាប់ខាងក្រោមណាដើម្បីជៀសវាងដុំភ្ជាប់คล้ายៗដែលអាចបង្កគ្រោះថ្នាក់ដល់កន្នីរបស់មិត្តបន្ទាប់ពីមិត្តចុចលើដុំភ្ជាប់ខាងក្រោមរួចហើយនោះផ្ទាំងបង្ហាញវានឹងបង្ហាញចេញមកដូចនេះសម្រាប់មិត្តដែលស្ថិតនៅប្រទេសផ្សេងសូមជ្រើសរើសប្រទេសដែលមិត្តកំពុងរស់នៅឥឡូវនេះខ្ញុំកំពុងរស់នៅប្រទេសវៀតណាមដូច្នេះខ្ញុំនឹងជ្រើសរើសប្រទេសវៀតណាមហើយសូមមិត្តធីកក្នុងប្រអប់យល់ព្រមនឹងលក្ខខណ្ឌនានារបស់platform OKUS បន្ទាប់មកសូមមិត្តចុចបន្តបាទនៅផ្នែកផ្ទាំងបង្ហាញនេះសូមមិត្តបញ្ចូលអាសយដ្ឋាន Gmail សំខាន់របស់ខ្លួនផងសូមមិត្តចំណាំថាត្រូវបញ្ចូលអាសយដ្ឋាន Gmail សំខាន់របស់ខ្លួនព្រោះពេលក្រោយមានបញ្ហាអ្វីកើតឡើងមិត្តអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួលខ្ញុំកំពុងបញ្ចូលអាសយដ្ឋាន Gmail សំខាន់របស់ខ្លួនបន្ទាប់មកនៅផ្នែកមិត្តសូមមើលចុះក្រោមនេះនៅផ្នែកកូដណែនាំសម្រាប់អ្នកដែលចុចតាមដុំភ្ជាប់វានឹងបញ្ចូលកូដណែនាំឲ្យស្រាប់ហើយសម្រាប់អ្នកណាដែលមិនទាន់បញ្ចូលកូដណែនាំនេះទេសូមបញ្ចូលកូដណែនាំលេខ15148822ពេលដែលអ្នកបញ្ចូលកូដណែនាំនេះអ្នកនឹងទទួលបានការបញ្ចុះថ្លៃ 20% លើកម្រៃប្រតិបត្តិការបន្ទាប់ពីអ្នកបញ្ចូលកូដណែនាំរួចសូមចុចបន្តសូមចុចទៅលើផ្នែកចុះឈ្មោះហើយដូច្នេះវេទិកានេះបានផ្ញើលេខកូដ6ទៅឲ្យអ្នកឥឡូវនេះសូមពិនិត្យប្រអប់សំបុត្រ email របស់អ្នកបន្ទាប់មកចម្លងលេខកូដហើយបិទភ្ជាប់ចូលទីនេះជាការស្រេចនេះវេទិកាបានផ្ញើលេខកូដ6មកខ្ញុំរួចហើយឥឡូវខ្ញុំចម្លងហើយសូមចុចបន្តនៅលើផ្ទាំងបង្ហាញនេះសូមបញ្ចូលលេខទូរស័ព្ទដែលអ្នកកំពុងប្រើប្រាស់ពិតប្រាកដខ្ញុំបញ្ចូលលេខទូរស័ព្ទដែលខ្ញុំកំពុងប្រើប្រាស់ពិតប្រាកដហើយសូមចុចគឺផ្ទៀងផ្ទាត់ឥឡូវនេះម្ដងទៀតវេទិកាបានផ្ញើលេខកូដ6ទៅអ្នកឥឡូវនេះសូមពិនិត្យលេខទូរស័ព្ទរបស់អ្នកដូច្នេះវេទិកាបានផ្ញើលេខកូដ6មកខ្ញុំរួចហើយឥឡូវនេះអ្នកត្រូវបញ្ចូលលេខកូដទាំង6នេះដើម្បីបញ្ជាក់ផ្នែកបន្ទាប់នេះបាទនៅផ្នែកនេះសូមបង្កើតពាក្យសម្ងាត់សម្រាប់កន្នីរបស់អ្នកសូមចំណាំថាពាក្យសម្ងាត់ត្រូវមានអក្សរធំយ៉ាងហោចណាស់មួយខ្ទង់លេខនិងតួអក្សរពិសេសមួយទើបអាចប្រើបានខ្ញុំនឹងបង្ហាញឲ្យអ្នកមើលនេះអ្នកយល់ឃើញហើយទេហើយសូមចុចបន្ទាប់បាទនៅផ្នែកនេះគឺជា passkey ដែលមានសុវត្ថិភាពខ្លាំងណាស់វានឹង scan មុខរបស់អ្នកដើម្បីបង្កើតស្រទាប់សុវត្ថិភាពបន្ថែមសូមចុចបង្កើតឥឡូវនេះហើយបែបនេះហើយគឺរួចរាល់ហើយខ្ញុំបានណែនាំអ្នករួចរាល់ពីរបៀបចុះឈ្មោះហើយបន្ទាប់មកខ្ញុំនឹងបង្ហាញអ្នកពីរបៀបផ្ទៀងផ្ទាត់ខែកកន្នីនៅលើបណ្ដាញ OKUS ដូច្នេះជាដំណាក់កាលបន្ទាប់សូមចូលទៅកាន់ហាង App Store ដើម្បីទាញយកសូមស្វែងរកកម្មវិធី OKUS នេះបន្ទាប់មកសូមមើលទៅខាងលើផ្នែកដំបូងនោះសម្រាប់អ្នកដែលមិនទាន់បានទាញយកសូមចុចទាញយកគូសម្រាប់សេវា OKUS ចំណែកខ្ញុំបានទាញយករួចហើយដូច្នេះឥឡូវនេះខ្ញុំនឹងបើកវាហើយនៅផ្នែកផ្ទាំងបង្ហាញនេះបន្ទាប់ពីអ្នកទាញយករួចសូមចុចចូលហើយសូមបញ្ចូលអាសយដ្ឋាន Gmail ដែលអ្នកបានចុះឈ្មោះជាមួយសេវានោះមុននេះ
សូមចុចបន្តសូមចងចាំថាអាសយដ្ឋាន Gmail ដែលអ្នកបានចុះឈ្មោះមុននេះខ្ញុំបានបង្ហាញរួចហើយអ្នកត្រូវចុចបន្តដូច្នេះអ្នកបានចូលប្រើប្រាស់ដោយជោគជ័យហើយបន្ទាប់មកដល់ជំហានផ្ទៀងផ្ទាត់សូមមើលអក្សរពណ៌ខៀវនេះហើយចុចលើពាក្យផ្ទៀងផ្ទាត់ផ្ទៀងផ្ទាត់អត្តសញ្ញាណនេះសម្រាប់អ្នកដែលរស់នៅប្រទេសផ្សេងសូមជ្រើសរើសប្រទេសដែលអ្នកកំពុងរស់នៅខ្ញុំកំពុងស្ថិតនៅប្រទេសវៀតណាមដូច្នេះខ្ញុំនឹងជ្រើសរើសប្រទេសវៀតណាមបន្ទាប់មកសូមចុចបន្តនៅផ្នែកខាងលើបំផុតនេះសូមជ្រើសរើសផ្នែកអត្តសញ្ញាណប័ណ្ណនៅទីនេះវេទិកាបានផ្ដល់អនុសាសន៍សម្រាប់អ្នកដូច្នេះវាមានសុវត្ថិភាពខ្ពស់ណាស់ខ្ញុំនឹងជ្រើសរើសជម្រើសដំបូងបន្ទាប់មកសូមចុចបន្តសូមចុចយល់ព្រមទៅលើលក្ខខណ្ឌនានារបស់វេទិកាអូកចាប់ផ្ដើមផ្ទៀងផ្ទាត់សូមយកអត្តសញ្ញាណប័ណ្ណរបស់អ្នកចេញមកបង្ហាញនេះគឺជាផ្នែកមុខបង្វិលទៅផ្នែកខាងក្រោយដូច្នេះគឺរួចរាល់ហើយដល់ផ្នែកនេះសូមដោះមុខនិងវ៉ែនតារបស់អ្នកចេញសូមធ្វើការផ្ទៀងផ្ទាត់មុខរបស់អ្នកដូច្នេះគឺរួចរាល់ហើយពីព្រោះខ្ញុំបានប្រើវេទិកានេះមករយៈពេលច្រើនឆ្នាំហើយដូច្នេះខ្ញុំមិនអាចផ្ទៀងផ្ទាត់បានទេសម្រាប់អ្នកដែលមិនទាន់ចុះឈ្មោះវេទិកានេះទេសូមប្រាកដថា100អ្នកនឹងអាចផ្ទៀងផ្ទាត់បានល្អហើយដូច្នេះខ្ញុំបានណែនាំអ្នករួចហើយអំពីវិធីបង្កើតគណនីចុះឈ្មោះលើវេទិកា OCAS និងវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណលើវេទិកា OCAS ខ្ញុំសូមជូនពរឲ្យអ្នកទទួលបានជោគជ័យលើផ្លូវវិនិយោគរបស់អ្នក